ស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីម្ដងទៀតខ្ញុំបាទឈ្មោះតូនិតដែលមាន YouTube Channel Cambodian by Cycling ខ្ញុំនឹងថតវីដេអូនេះនៅក្នុង YouTube ដើម្បីចែករំលែកនៅបទពិសោធន៍សម្រាប់អ្នកដែលជិះកង់ថ្មីហើយនឹងសម្រាប់អ្នកដែលចាប់ផ្ដើមជិះកង់ពីរបៀបឆែកមុនពេលដែលយើងចាប់ផ្ដើមជិះកង់ហើយយើងត្រូវឆែកតម្រងអក្សរ M ហើយតម្រងអក្សរ M ដូចយើងមានកង់មួយនេះជាទូទៅគេត្រូវតែធ្វើប្រភេទ M check នេះសម្រាប់អ្នកទាំងអស់គ្នាដើម្បីប្រកាសថាកង់នេះយើងបានកំណត់មើលគ្រប់គ្រាន់មិនឲ្យមានការបាត់បង់នៃការជួសជុលនៅកន្លែងណាមួយអញ្ចឹងតម្រងអក្សរ M ដូចយើងមកពីខាងស្ដាំវិញអញ្ចឹងយើងមើលទៅយើងទៅសេអក្សរ M ពីម៉េចយើងសេអក្សរ M ចេះមកទៅចេះហើយបានចេះហើយបានទៅក្រោមវិញអញ្ចឹងបានន័យថារបៀបឆែកអក្សរ M គឺយើងឆែកពីខាងក្រោយមុនខាងក្រោយគឺយើងឆែកពីម៉េចគឺយើងឆែកពីកង់ក្រោយយើងមើលកង់ក្រោយដើម្បីដឹងថាកង់ក្រោយនោះវាប្រកបតែបានឆែកមានខ្យល់គ្រប់គ្រាន់យើងមើលកង់មើលសៀតកង់ហើយទី2យើងមើលរបៀបកង់វិរុទ្ធតើវិរុទ្ធត្រង់ហើយឬនៅណាដើម្បីធ្វើច្បាស់ថាកង់នេះវាមានអារម្មណ៍ថាមានផាសុខភាពនៅក្នុងការជិះយើងចាប់ផ្ដើមឆែកពីទម្រង់កង់ត្រាងក្រោយណាត្រាងក្រោយបាទត្រាងក្រោយយើងឆែកមើលយើងកវិលហើយតើត្រាងក្រោយមានដើរត្រង់ហើយឬនៅអញ្ចឹងបើយើងចាប់កង់ក្រោយហើយយើងឆែកមើលតើឌីសវាទៅត្រង់អត់អានឹងតែចាប់ផ្ដើមពីអក្សរ M មកហើយទី2ចំណុចទី2យើងកវិលកង់ហើយទី2យើងឆែកមើលrear gear ហើយ gear ក្រោយតើវាដើរបានស្រួលហើយនៅអញ្ចឹងណាយើងឆែកមើលទៅតើវាដើរបានគ្រប់ gear អស់ហើយនៅ gear លេខ1លេខ2លេខ3លេខ4លេខ5តើវាដើរ smooth ហើយនៅហើយទម្លាក់មកវិញវាដើរ smooth ហើយនៅអញ្ចឹងអានេះរបៀប 4M អញ្ចឹងយើងចប់ពីការឆែកនៅខាងក្រោយរបៀបឆែកកង់របៀបឆែក gear ហើយនឹងសំឡេងដុំនេះវានៅវាដើរ smooth អត់អញ្ចឹងរួចបានយើងឡើងមកខាងលើគឺយើងឆែកពី seat post ពីកែបណាតម្រូវកែបនៅក្នុងខ្សែសម្រាប់ខ្សែរបស់យើងកម្ពស់ណាយើងតម្រូវកែបតាមបែបហ្នឹងទៅហើយ make sure ថាកែបនេះវាមាន tighten គ្រប់គ្រាន់ដើម្បីយើងគឺមានអារម្មណ៍ថាមានផាសុកភាពហើយនៅវាអត់ធ្លាក់វាអត់ចុះហើយវាអត់វែងអត់ត្រង់អញ្ចឹងកន្លែងកែបវាត្រូវនឹងខ្សែផងយើងហើយនៅទី2យើងចុះទៅក្រោមទី3យើងចុះទៅក្រោមគឺយើងឆែកfront area បានន័យថាយើងឆែកហ្គៀមុខតែកង់ភាគច្រើនឥឡូវនេះគឺ design សម្រាប់តែ single speed តែហ្គៀតែមួយទេតែកង់ខ្លះមានហ្គៀ3អញ្ចឹងយើងត្រូវឆែកកន្លែងនេះឆែកហ្គៀខាងមុខនេះតើដើរត្រូវហើយឬនៅអញ្ចឹងណាគឺឆែកទី1យើងឆែកហ្គៀតើវាដើរហើយពីច្បាក់ធ្លាក់ដូចនេះឬមួយយ៉ាងម៉េចអញ្ចឹងយើងត្រូវបើសិនជាច្បាក់ធ្លាក់ដូចមិញហើយវាដើរអត់ proper យើងសុំឲ្យ mechanic កែតម្រូវកន្លែងនេះមួយហើយចំណុចមួយទៀតគឺយើងឆែកដុំតែដុំនោះវាមានរលុងអត់ឬក៏មានគៀបអត់នេះសម្រាប់របៀបឆែកខាងក្រោមរួចយើងឡើងមកលើវិញយើងឆែកកពីព្រោះករបស់វាជួនកាលជាងខ្លះគាត់ធ្វើអត់ជឿបវាអត់បានជឿបវាអាចមានការគ្រោះថ្នាក់នៅពេលដែលយើងជិះបើសិនតែយើងអត់បានឆែកឲ្យបានច្បាស់លាស់អញ្ចឹងយើងឆែកកវាឆែកអានេះវាហើយនឹងឆែកដៃប្រាំង brake lever ដែលវា suitable ឬក៏វាមាន comfortable សម្រាប់ប្រើប្រាស់វាឬនៅអញ្ចឹងដូចបានយើងចុះមកក្រោមវិញយើងឆែកបូមតែបូមនោះវាមាន lock ឬក៏អត់ lock យើងដើរបានកម្រិតណាហើយវាមានការ loose ឬក៏រលុងនៅកន្លែងណាអត់អានេះសម្រាប់កង់ឆែកទី1ឆែកដល់រហូតដល់ក្រោមនេះគឺយើងឆែកពី tighten របស់កង់ទឹកកង់មុខហើយនឹងកវិលកង់មុខតែប្រាងវាបានទៅត្រឹមត្រូវហើយឬនៅតែបើសិនជាដើរទៅវាជឿបដូចនេះយើងត្រូវកែតម្រូវវាជាបន្ទាន់ដើម្បីយើងជិះទៅមានអារម្មណ៍ថាសុខភាពហើយនឹងឆែកអានេះបើសិនជាយើងអាចបានឆែកអានេះទេវាអាចមានហានិភ័យនៅក្នុងការគ្រោះថ្នាក់ធំដោយសារតែពេលយើងជិះនៅផ្លូវកលុកផ្លូវលើងឡើងទូលនឹងអីវាអាចកវត្តកវែងទៅយើងអាចដួលបាននេះក៏តែហើយឆែកអានេះ tighten ហើយយើងឆែកមើលដុំនេះតើវាដើរ smooth ឬអត់នេះរបៀបឆែក M check គឺមាន
ប៉ុន្តែសម្រាប់ការចែកម្លែកជូនដល់បងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលចូលចិត្តជិះកង់មុនពេលដែលយើងចាប់ដើមជិះកង់យើងត្រូវតែឆែក M check នេះរបៀប M check ទី1ដូចខ្ញុំប្រាប់អញ្ចឹងគឺពីក្រោមកង់ក្រោយមកលើកែដុំកដាលហើយខប្រាណគឺកង់មុខហើយនឹង check ពីសម្ពាធខ្យល់របស់យើងថាទៅយើងកម្ដៅជិះជាមួយនឹងស្ថានភាពបែបណាសូមអរគុណសម្រាប់ការចែកម្លែកថ្ងៃនេះអរគុណ